អនុសាសន៍ទី5គុំជប់រៀននេះពេលបច្ចុប្បន្ននេះពិភពលោកមានការវិវត្តយ៉ាងឆាប់រហ័សជាពិសេសទៅលើវិស័យបច្ចេកវិទ្យាអ្វីដែលយើងចេះដឹងកាលពីថ្ងៃមុនប្រហែលជាមិនគ្រប់គ្រាន់ឬអាចប្រើប្រាស់បានទេសម្រាប់ថ្ងៃស្អែកលើកលែងតែអ្នកជាគ្រូជោគជ័យដូចខ្ញុំទេបាទទស្សដីអត់ចេះចាស់ទេបាទតែការបន្តរៀនពេញមួយជីវិតមិនសំដៅទៅលើតែការរៀនលើប្រព័ន្ធអប់រំតាមកម្មវិធីសិក្សាជាតិនោះទេវាក៏អាចរួមបញ្ចូលជាមួយនឹងការបណ្ដុះបណ្ដាលផ្នត់គំនិតនៃការចង់ដឹងចង់យល់ចង់ឃើញការតាមដានព័ត៌មាននៅស្ថានភាពពិភពលោកបច្ចុប្បន្នការកែលម្អអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់តាមរយៈការអានសៀវភៅរៀនតាមអ៊ីនធឺណិតមាន website ច្រើននៅលើអ៊ីនធឺណិតដែលយើងអាចរៀនបានដោយឥតគិតថ្លៃសិតតែសាលាល្បីៗទៀតមានដូចជា edx.org coursera.org open.edu udemy.com មានរាប់រយ website ទៀតដែលយើងអាចរកបានគ្រាន់តែស្វែងរកតាមពាក្យគន្លឹះ free courses YouTube ក៏ជាប្រភពមួយដ៏ល្អសម្រាប់រៀនដែរការចូលរួមសិក្ខាសាលាក៏កាន់តែពិសេសបាទសិក្ខាសាលាមានច្រើនបាទចូលរួមយើងទទួលបានស្គាល់តំណែងថ្មីផងបានទាំងចំណេះដឹងថ្មីផងយ៉ាងហោចណាស់ក៏អាចរំលឹកនៅចំណេះដឹងដែលយើងធ្លាប់មានបានដែរបាទតែបើសិនជាយើងអាចធ្វើបានយើងត្រូវស្វែងរកគ្រូ mentor ដែលជាគ្រូដឹកដៃយើងធ្វើអ្វីមួយចំណេះដឹងថ្មីតូចដែលយើងសន្សំរាល់ថ្ងៃជំនាញថ្មីដែលយើងទទួលបានបើចំហនៅឱកាសថ្មីនឹងជួយឲ្យយើងអាចសម្របខ្លួនដើម្បីទទួលភាពរីកចម្រើនបានអញ្ចឹងចាប់ផ្ដើមបដូរទម្លាប់បដូរការគិតចេញទៅក្រៅរៀននេះរៀននោះបាទមិនខុសទេនៅការរៀនហើយមានចំណេះយើងយកមកអនុវត្តដោយការប្រុងប្រយ័ត្នកុំជឿការអូសទាញរបស់គេជឿដោយការចេះរបស់យើងបាទនេះគឺគ្រូជោគជ័យអនុសាសន៍ទី5របស់ខ្ញុំមិនទាន់ជោគជ័យដល់ហើយទេគ្រូនៅសល់100វីដេអូទៀតតែសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានការរីកចម្រើនតាមការក្រើនរំលឹកនៅក្នុងអនុសាសន៍របស់ខ្ញុំ Good night